Chướng cho Facebook cho profileមកvôពាក្យ page vô create ទី1វា personal profile ទី2 public page ចឹងចូល public page មកចុចពាក្យ next ចាំមកយើងដាក់ឈ្មោះ page របស់យើងមកចឹងតោះមកយើងចុច next មកតោះមកទៀតវាឲ្យយើងរើសជាប្រភេទ page របស់យើងវា page អី music page អីផ្សេងចឹងខ្ញុំដាក់ជាប្រភេទtechnology យកលើចឹងតោះមកយើងចុច create មកតមកទៀតយើងយកខាងលើវាមានពាក្យ promote your product ខាងក្រោម create content and content with friends យើងយកខាងក្រោមមកតមកវាធ្វើការឲ្យយើងពេញចឹងយើងចេះតែដាក់សិនមកពេលយើងមិនតាន់ចង់ពេញទេយើងចុច next យកមកទៅចាំយើងពេញពេលក្រោយចឹងចុច next ទៀតតមកយើងធ្វើការ invite ក៏បានដែរ invite friend តមកចុច next ចុច done តមកវាធ្វើការបាន page ថ្មីមួយចឹងយើងធ្វើការបំពេញដាក់ profile មកយើងត្រៀមរូបឲ្យហើយទៅbackground យើងយកដាក់ត្រៀមឲ្យហើយទៅយើងបាន page ថ្មីមួយចឹងយើងចង់បំពេញអាស័យដ្ឋានពេញ address យើងចូល edit មកនេះកន្លែងយើងពេញមាន address phone WhatsApp email ហៅ price rank ចឹងយើងធ្វើការចង់បំពេញវាចូលកន្លែង edit មកចឹងយើង add មកចឹងខ្ញុំអត់តាន់ add ទេពេលយើងចង់ add យើងអាចចូលខាងក្រោមនេះចឹងបង្កើតមានប៉ុណ្្នឹងទេចឹងមួយយើងចង់ឲ្យ page យើងតើយើង invite បងប្អូនចូលទៅ invite មកចូល page ថ្មីចេះតើយើងបង្កើត account 1 2ទៅដើម្បីយើង invite ទៅដើម្បីឲ្យវាឡើងចុចកន្លែង trace 3នេះយកពាក្យ invite នេះចុចពាក្យ invite អញ្ចឹងយើងចូលទៅ profile Facebook យើងមកយើងចុចពាក្យ invite មកដើម្បីយើងឆាប់បាន like